ចឹងពីក្បាលប្រឡប់បានថាយើងរសៀលដែរហើយមកទុំនឹងនិយាយដែរហើយទុំមកដល់ប្រទេសកូរ៉េហ្នឹងគឺយកមកនិយាយទៅហើយចំពោះការចោះចោលគឺយើងចោះនៅដូចជាប្រេងយន្តហោះអ៊ីនឆុនតាមយើងចាំហើយឥឡូវហ្នឹងគឺយើងមកដល់អាកាសយានដ្ឋានអន្តរជាតិកូរ៉េហើយនិយាយទៅចាក់ស្ដែងពួកខ្ញុំទៅតាម schedule គឺរងចាំពីយប់ហ្នឹងដល់ផឹកម្លេះយើងត្រូវរងចាំក្នុងពលានតែដោយសារតែយើងរងចាំយូរដែរអញ្ចឹងក្នុងករណីបើសិនជាយើងរងចាំយូរអញ្ចឹងយើងត្រូវការស្នើសុំវីសាដើម្បីងាយស្រួលក្នុងករណីដោយសារតែមួយទៀតបងប្អូនខ្ញុំធ្វើជំនាញជូនដោយសារតែយើងធ្វើការផ្លាស់ប្ដូរជើងយន្តហោះឬក្រុមហ៊ុនយន្តហោះអញ្ចឹងយើងត្រូវការផ្លាស់ប្ដូរដោយយកឲ្យបានទាំងអស់ចេញពីជើងយន្តហោះចាស់ហើយយើងមក check in អីខ្លះមួយម្ដងទៀតថ្មីអញ្ចឹងអីយើងត្រូវចាំគឺយើងត្រូវតែមានវីសាប្រទេសកូរ៉េដើម្បីជាការបង្ការនិងបង្ការទាំងយើងបង្ការទាំងខាងប្រទេសគាត់អញ្ចឹងបងប្អូនអាចនឹងមានការយើងចូលប្រទេសគេដែលខុសច្បាប់លក្ខណៈរត់អីចឹងបងប្អូនអញ្ចឹងដើម្បីបង្ការទាំងអស់គ្នាយើងត្រូវដាច់ខាតត្រូវតែមានវីសាខាងប្រទេសកូរ៉េអញ្ចឹងដូចបើនិយាយសាមញ្ញទៅដូចយើងអាចចូលប្រទេសនឹងបានព្រោះដោយសារអីយើងបានចេញពីអាកាសយានដ្ឋានប្រទេសចិនមកកាន់ប្រទេសកូរ៉េហើយយើងបានផ្លាស់ប្ដូរក្រុមហ៊ុនយន្តហោះទៀតអញ្ចឹងមានន័យថាយើងបាន check out ហើយ